នេះគឺជាសកម្មភាពនៃការប្រកួតគូរបស់ខ្ញុំជាលើកទី3នៅក្នុងប្រទេសកម្ពុជាហើយនេះគឺជាសកម្មភាពនៃការហាត់សមលេងគូជាមួយនឹងបេក្ខជនផ្សេងៗទីមុនពេលឡើងចាប់ប្រកួតនិយាយទៅការពីលើកមុនខ្ញុំធ្លាប់បានចូលការប្រកួតនឹង2ដងរួចហើយគឺថាលើកទី1និងលើកទី2នឹងមានបេក្ខជនចូលលេងច្រើនខ្លាំងមែនទែនហើយលើកទី3នេះក៏មិនខុសគ្នាប្រហែលពីលើកទី2និងលើកទី1ផងដែរហើយវីដេអូញ៉ាំនេះផងដែរគឺលក្ខណៈវឡប់ប្រកួតគូធម្មតាតែអ្នកគ្នាហើយជាមួយការប្រកួតនេះខ្ញុំលេងគូបានខ្លាំងប៉ុណ្ណាដែរហើយចោះចលនាថ្នាក់លេខប្រហែលលុះដល់ពេលការប្រកួតមកដល់ខ្ញុំក៏បានធ្វើការទៅកន្លែងទីតាំងគេប្រកួតនឹងនិយាយទៅមកនៅគេចាប់អារម្មណ៍នេះគឺនៅម៉ោង8ព្រឹកឥឡូវខ្ញុំមកដល់កន្លែងគេទីតាំងគេប្រកួតហើយអ្នកគ្នាបាទចង់ប្រកួតចង់លេងខ្លាំងមែនទេនេះហើយមុនពេលចូលទៅកន្លែងទីតាំងគេប្រកួតនឹងខ្ញុំក៏បានទៅបើកការឈ្មោះរបស់ខ្ញុំផងដែរដើម្បីបញ្ជាក់ថាខ្ញុំគឺជាបេក្ខជនផ្លូវការនេះគឺជាត្រង់ការវិភាគនៃការប្រកួតវិញ្ញាសានីមួយៗផងដែរនិយាយទៅទាំងអស់គឺថាមាន4វិញ្ញាសាអ្នកនរគ្នាហើយវិញ្ញាសាទី1នោះគឺគូ3x3 3x3រ៉ៃលេខបានវិញទីតុង17ដល់16 18 11 14 15ចុំ8វិញទីប្រូ 9 11 12អូអែមមក9និយាយទៅទឹកដៃរបស់ពូក៏ម្នាក់ពិតជាមិនធម្មតាទេអ្នកនរគ្នាហើយបើសម្រាប់ខ្ញុំបន្តវិញគឺថាល្បឿន3x3ចាប់ពី10ទៅ15វិញទីជឿថា 3x3 ខ្ញុំចត់លេខម៉ានប្រូ 3x3 នេះ31ប្រូពួកឯងប្រកួត30នាក់ផាច់លេខ3ពេលនោះគេថាវិញ្ញាសា 3x3 បានចាប់ដើមហើយខ្ញុំក៏បានឡើងទៅទឹកភាពជឿជាក់ផងដែរបាទចង់និយាយចឹងណាចាំមើលថាតាមវិញ្ញាសា 3x3 របស់ខ្ញុំនេះខ្ញុំលេងបានលឿនប៉ុណ្ណាដែរចឹងចាំមើលតអស់គ្នានិយាយទៅពេលនោះគឺថាខ្ញុំរៀបលេងយកតែមកម៉ាស្ទូក្រាមខ្ញុំក៏ធ្វើវាបានជោគជ័យគឺថាបើក្បាលមកខ្ញុំលេងបាន6.84វិនាទីអ្នកគ្នាហើយវិញ្ញាសា 3x3 នេះគឺគេតម្រូវខ្ញុំលេង5ដងចឹងមិនសល់4ដងទៀតដែលត្រូវលេងក្រោយពីនោះមកខ្ញុំក៏លេងបាន13.98វិនាទីបាន11.20វិនាទីបាន13.36វិនាទីក៏ដូចជាចុងក្រោយគេ10.44វិនាទី10.44វិនាទីឥឡូវវិញ្ញាសាហើយមួយនេះគឺថាខ្ញុំនៅសមវិញ្ញាសា3ចុងក្រោយទៀតក្រោយពីនោះមកលទ្ធផលនៃវិញ្ញាសា 3x3 ក៏បានចេញមកផងដែរគឺខ្ញុំចុះលេខ8អ្នកគ្នានៅក្នុងចំណោមមនុស្ស30នាក់ចំពោះវិញ្ញាសាបន្តនោះគឺគូ 2x2 សកម្មភាព100នេះដឹងដែរបាទ50បងខ្ញុំក៏តាមមកល្មមមិនយឺតក៏មិនលឿនពេលនោះខ្ញុំបានឆ្លៀនហាត់គប់ 2x2 បានមួយផ្លែតផងដែរក្រោយពីនោះមកក៏ដល់ពេលត្រូវប្រកួតវិញ្ញាសា 2x2 គេថាខ្ញុំលេងបានមួយវិនាទីទៅលើវិញ្ញាសា 2x2 ហ្នឹងតាមចាស់ស្ដែង skill គាត់សើប្រាក់នេះខ្ញុំថា6ឬ7ចុះចឹងឯងថាខ្ញុំមកហ៊ានចិត្តគាត់តិចនិយាយទៅវិញ្ញាសា 2x2 នេះគឺគេតម្រូវខ្ញុំលេង5ដងដូចគ្នាហើយចាំមើល 2x2 របស់ខ្ញុំនេះលេងបានមួយវិនាទីទូរ៉េឡើងបើជា52អ្នកគ្នាមុនហ្នឹងគាត់ថាខ្ញុំ6.7លេងបាន3.52ងាត់ក្រោយពីនោះខ្ញុំលេងបាន6.90វិនាទីបាន8.83វិនាទីបាន5.23វិនាទីក៏ដូចជាចុងក្រោយគេ4.99វិនាទីហើយល្បឿន3.52វិនាទីនេះគឺជាល្បឿនលឿនជាងគេបំផុតនៃ 2x2 របស់ខ្ញុំនេះហើយក្រោយបានចប់វិញ្ញាសា 2x2 អីខ្ញុំក៏បានមកសម្រាប់ញ៉ាំឲ្យមកផ្លែសិនដែរដើម្បីឲ្យមានកម្លាំងក្នុងការប្រកួតវិញ្ញាសា2ចុងក្រោយអ្នកទាំងអស់នេះកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងណាអរគុណច្រើនចំពោះលទ្ធផលនៃវិញ្ញាសា 2x2 នោះគឺខ្ញុំចុះលេខ9នៅក្នុងចំណោមមនុស្ស30នាក់មកប្រកួតមានអារម្មណ៍មិនដែរសប្បាយចិត្តជឿជាក់ថាខ្លួនឯងចុះលេខប៉ុន្មានខ្ញុំក៏ណាអាច8 4ឬ10អីដែរខ្ញុំអត់ដឹងដែរពេលនោះក៏បានចូលមកវិញ្ញាសាទី3វិញម្ដងគឺតម្រូវខ្ញុំលេងគប់3x3ដល់ប្រើដៃម្ខាងហើយខ្ញុំបានឆ្លៀតសອບនៅម្ខាងទៅលេងផងដែរនិយាយទៅថាល្បឿនអត់សូវលឿនប្រហែលតែអ្នកគ្នានេះគឺជាសកម្មភាពបេក្ខជនផ្សេងកំពុងតែប្រកួតដៃម្ខាងព្រោះក៏មានអ្នកខ្លះបាន17វិនាទីនិង16វិនាទីជាដើមហើយចាំមើលខ្ញុំនេះវិញលេងបានប៉ុន្មានវិនាទីបន្ទាប់ពីលេងហើយលេងទៀតក៏បានចេញជាលទ្ធផលមក31.36វិនាទីក្រោយពីនោះមកក៏លេងបាន40វិនាទី36វិនាទីក៏ដូចជាចុងក្រោយគេ26.99វិនាទីហើយវាក៏ជាល្បឿនលឿនជាងគេរបស់ខ្ញុំផងដែរនិយាយទៅវិញ្ញាសាទី3នេះគឺបានបញ្ចប់ហើយឥឡូវលទ្ធផលវិញគឺខ្ញុំបានលេខ9បាទយកប្រវិញ្ញាសា4x4សកម្មភាព50ទៀតនៅលើខ្ជុំនិយាយទៅគឺថាខ្ញុំនៅសល់តែវិញ្ញាសា 4x4 ចុងក្រោយមួយទេអ្នកគ្នាហើយខ្ញុំក៏នៅសល់រយៈពេល30នាទីក្នុងការហាត់សមវា1នាទី.05វិនាទីអ្នកគ្នាក្រោយពីនោះមកក៏ដល់ពេលថយឡើងទៅប្រកួតវិញ្ញាសាវគ្គប្រែកប្រត់ 4x4 នេះហើយចាំមើលខ្ញុំអាចធ្វើវាបានល្អប៉ុណ្ណាដែរចោលឲ្យបងខ្ញុំផ្លែថ្លៃមែនតើនិយាយទៅបើក្បាលមកនេះគឺថាខ្ញុំធ្វើអត់សូវបានល្អប្រហែលតែអ្នកគ្នាហើយខ្ញុំក៏នៅសល់ឱកាស4ដងទៀតក្នុងការលេងវាផងដែរក្រោយពីនោះមកក៏លេងបាន1នាទី.4បាន57វិនាទីនិងចុងក្រោយគេ59វិនាទីបន្ទាប់ពីបានបញ្ចប់ភារកិច្ចអស់ហើយលទ្ធផលចុងក្រោយនោះគឺខ្ញុំចូលលេខ10បាទចង់និយាយចឹងជុំមានតែនឹងច្រើនហ្នឹងញ៉ាំមួយយកមួយទៅផ្ទះហ្មងណាឲ្យយកមែនណាចុះលេខ1នៅប្រទេសខ្មែរវិញ្ញាសា 4x4 មកពិតជាមិនធម្មតាមែនហើយអ្នកបានរង្វាន់គឺចាប់ពីលេខ1ទៅដល់លេខ3យកទៅគឺថាពួកគាត់ខ្លាំងមែនតើអ្នកគ្នាតែទោះជាយ៉ាងណាក៏ដោយខ្ញុំក៏បានអាសាដ៏ស្រស់ស្អាតមួយផងដែរបាទចង់និយាយចឹងណាហើយថ្ងៃខាងមុខទៀតខ្ញុំសង្ឃឹមថានឹងមានការប្រកួតប្រជែងជាច្រើនតែទៅវិញ្ញាសាគុំនេះយកទៅវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេបាទជួបគ្នានៅវីដេអូក្រោយទៀតវីដេអូយើងក៏បានបញ្ចប់ត្រឹមហ្នឹងបាយ